ông bẹ po mùi nâng trến ở bên trái cái tay không ca thay to miên Paul bảo vệ ấy khá đấy មានប្របាក់រឿងតរេននេះប្របាក់មែនតែវាសមទៅឲ្យខ្ញុំនៅនឹងចំការហ្នឹងណាជំងឺកើតរោគនេះប្រាប់កូនគេដាក់ថ្នាំមកជាទៅហើយក្នុងមួយលើកអត់មានថ្នាំតែមួយមុខទេណាដូរថ្នាំរហូតព្រោះតរេននេះឆ្នាំហ្នឹងរោគវាមិនចេះដូចឆ្នាំនេះរោគខ្លាំងប៉ុន្តែយើងថែទាំខ្លាំងបាញ់ខ្លាំងបានទប់បានដើមបានស្អាតប៉ុណ្ណឹងណាហើយមើលជីទាំងអស់មកមានបានតរេនណាស្អាតដូចចឹងទេណាបាទចុះសម្រាប់ចំណាយកម្លាំងអ៊ំប្រើកម្មករប្រហែលជាម៉ែអ្នកដែរក្នុងការថែទាំក្នុង5ទាំងខ្ញុំ5អ្នកហ្នឹងបាទហើយនៅណាត្រេនអស់ម៉ានដើមដែរអ៊ំ1000ដើមហើយដាំអាយុម៉ានខ្លះឲ្យត្រេន500ដើមនោះវា13ឆ្នាំហើយ13ឆ្នាំបាទនេះ9ឆ្នាំតែប្រមូលផលក្នុងមួយឆ្នាំបានប្រហែលជាម៉ានតោនដែរឆ្នាំកន្លងហើយនេះបាន60តោន60តោនប៉ុន្តែល្បីថាត្រេនអ៊ំរសជាតិប្លែកឆ្ងាញ់ខុសពីខាងត្រេនគេផ្សេងអ៊ំអាចជួយបង្ហើបកលឹះបានហើយពាក់ព័ន្ធហេតុអីបានត្រេនខាងបើអ៊ំមានរសជាតិឆ្ងាញ់ជាងខាងគេផ្សេងត្រេនរសជាតិឆ្ងាញ់ហ្នឹងណាយើងប្រើជីធម្មជាតិនេះអាងខ្ញុំឃើញទេអាងស៊ីម៉ង់ណាឃើញមើលស្តែនប្រមាណហ្នឹងណាចេកស្វាយតរេនខូចក្តឹបតរេនយកមកត្រាំបង្កើតទៅជា XM ទី2ធុងធំ2000លីត្រនេះសម្រាប់ផ្ទុកបាញ់បង្កើតនៅហ្នឹងយើងបង្កើតតាំងពី200លីត្របាទ XM ហ្នឹងណាកើតពេញ200លីត្រនឹងពេញហើយយើងបង្កើត5000លីត្របាទយកអាមេអាហ្នឹងបង្កើតអានោះឥឡូវមើលតែខ្ញុំប្រហែលសិតបាទអញ្ចឹងដល់ពាក់ព័ន្ធមួយជីតើអ៊ំបានរូបមន្តមកពីណាក្នុងការផលិតជីខ្លួនឯងផលិតជីខ្លួនឯងអានេះជីធម្មជាតិស្បែកគោមុនដំបូងប្រាក់អាចមន់ដល់គេបាក់តាមរូបនេះទៅរត់តិចអត់បានយើងទិញស្បែកគោម្ដងឥឡូវគេតាមស្បែកគោទៀតអាចចូលបើសិនជាឥឡូវគេតាមដល់ស្បែកគោទៀតតើអ៊ំមានវិធីសាស្ត្រអីក្នុងការបំលែងរូបមន្តជីខ្លួនឯងទៀតទៅជាប្រភេទផ្សេងវិញចេះយើងមិនអាចប្រែទៅទៀតបានទេប៉ុន្តែឥឡូវវាមិនពិបាកស្បែកគោវាងាយស្រួលក្នុងការរកងាយស្រួលណាស់បាទទាំងតោនគោច្រើនហ្នឹងហើយកន្លែងកាប់គោបាទហើយចុះពីបច្ចេកទេសក្នុងការលាយរូបមន្តជីហ្នឹងអ៊ំបានមកពីខាងណាឬមួយក៏រូបមន្តផ្ទាល់ខ្លួនដែរផ្ទាល់ខ្លួនអូពិតជាសរសើរអ៊ំគាត់និយាយទៅការផលិតជីខ្លួនឯងទី1ឬពីកូនអ៊ំមកគាត់ថាការផលិតជីខ្លួនឯងវាធ្វើឲ្យការចំណាយតិចទៀបជាងមុននឹងទៀបជាងមុនឆ្ងាយដោយសារលឺបងគាត់ថាចំណាយក្នុងតែ$30-40គាត់ផលិតជីបាន1000លីត្រហើយក្នុងការគេទិញគេ1លីត្រយ៉ាងធូរថ្លៃបំផុតមេ10000រៀលទិញគេណាបាទនោះដល់ផលិតបានមានអីហើយខ្ញុំអត់កណ្ដាញ់ទេគេមកប្រាប់របៀបរាប់ជីមិនខ្ញុំចេះប្រាប់ទៅណាប៉ុន្តែធ្វើមិនដូចបាទមូលហេតុអីគេខ្ពើមដូចស្បែកគោស្អុយបាទខ្ញុំមកពេលបាញ់ម្ដងយកទាំងអស់ស្អុយទាំងខ្លួនជាធម្មតាយើងបាញ់នេះយើងជួយនេះវាមិនដល់ទេប៉ុន្តែពេលវាស្ទះហើយនោះយើងត្រូវការលោកហ្នឹងហើយបាទប៉ុន្តែដល់យូរទៅសមអានេះជាផលលំបាកមួយដែរមិនសុទ្ធតែសឹងតែអ្នកចការតរេនរលួយបានច្រើនប៉ុន្តែក៏ប្រឈមមុខក្នុងការប៉ះពាល់ក៏ច្រើនដែរហើយមួយទៀតចំណាយក៏ខ្ពស់ដូចគ្នានេះឆ្នាំនេះណា60តោនគុណនឹង18បាទរៀងគុណតែនឹង15ចុះហេថាគុណនឹង18ចុះបាទមើលវា18គ្រាប់ចុះបើគិតពីអាចសហុយចាញ់បាទជួយអស់10ហើយបើគិតពីការគ្រប់គ្រងចការទាំងមូលអ៊ំគិតថាផលពិបាកខ្លាំងជាងគេទៅលើបញ្ហាគេដែរអ៊ំទេអត់ពិបាកទេដូចថាយើងវាធ្លាប់លត់ដំអានឹងការងារនៅដល់កម្រិតទៅបាទដូចថាដូចមិនចេះហត់កម្មករគឺដល់ម៉ោងគេសម្រាកតែយើងជាម្ចាស់ហ្នឹងអត់សម្រាកទេគេដើរទៅមុនយើងនៅនេះធ្វើនោះកំពេញតបកិច្ចរបស់យើងទៅរួចបាទយើងទៅក្រោយដោយសារនេះចេញពីក្តីស្រឡាញ់ដែរការដាំត្រេនគឺមិនថាការងារអីទេជាពិសេសលើវិស័យកសិកម្មទៀតត្រូវការបច្ចេកទេសហើយនឹងការស្រឡាញ់ខ្ពស់ដែរបានមានកម្លាំងក្នុងការធ្វើដោយសារតែការងារនេះគឺជាផ្នែកមួយ
ការងារមួយដែលប្រើកម្លាំងខ្លាំងហើយវាហត់បាទហើយបើសិនជាគេមកសួររូបមន្តអ៊ំអាចប្រាប់គេបានអត់ ប្រាប់តើប៉ុន្តែគេធ្វើមិនដូច ធ្វើមិនដូចហើយបើសិនជាគេចង់មកលេងចកាអ៊ំមិនដែរអាចបាន បើទ្វាចំហ អត់មានថាគេមកលេងចកាហើយខ្លាចប៉ះពាល់ទៅដល់តំណាំហ្នឹងណា គេថាតំណាំចេះចុះអត់ទេអត់មួយសបាយ ហ្នឹងហើយមកសប្បាយអញ្ចឹងបងដល់គ្នាសម្រាប់បងអ្នកដែលគាត់ចង់ដល់រដូវកាលត្រេនឆ្នាំក្រោយឆ្នាំហ្នឹងណាអញ្ចឹងបងដល់គ្នាចង់មកសាករសជាតិផ្ទាល់នៅចកាគាត់បងដល់គ្នាអាចអញ្ជើញមកផ្ទាល់បានខ្ញុំនឹងដាក់លេខតំណរបស់គាត់នៅក្នុងវីដេអូហ្នឹងបាទអរគុណច្រើនអ៊ំ